บาทนี่คือជាដើមមង្គលមួយប្រភេទទៀតដែលគេនិយមដាំលម្អតាមសួនច្បារកន្លែងសួនសាធារណៈដើម្បីលម្អសោភ័ណភាពលម្អភាពទាក់ទាញអារម្មណ៍បាទដើមនេះបងប្អូនដែលបានស្គាល់ច្បាស់ក៏សូមខមមិនប្រាប់ផងបាទចំណែកខ្ញុំអត់សូវច្បាស់ទេឬតគ្នាថាជាដើមអណ្ដាតសារិកាញីឈ្មោលជាដើមសិរីមង្គលគឺចូលចិត្តដាំលម្អតាមសួនកន្លែងដើម្បីយកខ្យល់អាកាសឬក៏ដើម្បីឲ្យបរិយាកាសហ្នឹងមើលទៅគួរជាទីទាក់ទាញហើយក៏ធ្វើឲ្យខ្យល់អាកាសហ្នឹងបរិសុទ្ធផងដែរដើម្បីលើករាសីសិរីមង្គលផ្សេងចូលមកដល់កន្លែងធ្វើការកន្លែងផលិតនៅមុខចំនួនផ្សេងហ្នឹងគឺឲ្យមានសោភ័ណភាពទាក់ទាញដល់ភ្ញៀវក្នុងស្រុកនិងក្រៅស្រុកបាទដើមអណ្ដាតសារិកាញីឈ្មោលនេះក៏មានផ្កាស្រស់ស្អាតផងដែរអញ្ចឹងដូចខ្ញុំពោលខាងដើមអញ្ចឹងគឺខ្ញុំមិនប្រកាសទេចំណែកបងប្អូនដែលប្រកាសក៏អាចខមមិនប្រាប់តគ្នាផងដើម្បីជាចំណេះដឹងចំណែកខ្ញុំគឺដឹងត្រឹមតែថាដើមមង្គលធម្មជាតិដែលស្រស់ស្អាតមានភាពទាក់ទាញលើករាសីដាំដើម្បីជាប្រយោជន៍ដល់ជីវិតរបស់មនុស្សសត្វអញ្ចឹងការជឿរបស់ខ្មែរបុរាណយើងតាំងពីយូរលង់ក៏អញ្ចឹងដែរហើយការជឿថានឹងមានទេវតាដែលថែរក្សាប្រទាលបាទគឺមានស្ដេចទេវតាដែលថែរក្សាប្រទាលថែរក្សាសួនគឺតាមចាស់បុរាណបាទអញ្ចឹងទេវតាក៏មានជាន់ថ្នាក់បាទមានថ្នាក់ទាបថ្នាក់ខ្ពស់បាទថែរក្សាព្រៃព្រឹក្សាថែរក្សាសួនថែរក្សាបរិយាកាសផ្សេងសិតតែមានទេវតាទាំងអស់បាទអញ្ចឹងបើយើងមិនជឿកុំប្រមាថបាទរុក្ខជាតិជាចំណែកមួយនៃជីវិតរបស់មនុស្សសត្វយើងក៏ខិតខំថែរក្សាមើលថែបានល្អបាទជំរាប